Nak matho ratanataya sa wan tiami Khnyom prakaruna somលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំអតុដៅចំពោះព្រះរតនត្រ័យទាំង3គឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងសពកាលសូមនមស្ការព្រះមហាថេរនិងសូមធ្វើសេចក្តីរាប់អានអ្នកដ៏មានអាយុដែលកំពុងតែស្ថិតនៅក្នុងរោងបុណ្យនិងសូមចម្រើនពរញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់ដែលជាក្រុមគ្រួសារសាច់ញាតិញាតិមិត្តញាតិធម៌របស់ក្រុមគ្រួសារសពដែលបានមាននៅសទ្ធាជ្រះថ្លាអត់ឧបមាបានមកចូលរួមនៅក្នុងកម្មវិធីបុណ្យនិងដាក់កាយដាក់ចិត្តដើម្បីត្រងត្រាប់សម្រាប់នៅព្រះសទ្ធម្មវិសេសទេសនាហើយនៅក្នុងថ្ងៃនេះផងដែរអាត្មាភាពមានកិត្តិយសមហាក្រៃលែងត្រូវបានអារាធនានិមន្តពីសំណាក់ញោមញាតិជាពុទ្ធបរិស័ទជាក្រុមគ្រួសារសាច់ញាតិនៃសពដើម្បីឲ្យមកសម្ដែងនៅព្រះសទ្ធម្មវិសេសទេសនានៅទីនេះហើយមុននឹងសម្ដែងនៅព្រះធម៌ក៏សូមធ្វើការខន្តីអភ័យទោសអំពីសំណាក់ញោមញាតិជាពុទ្ធបរិស័ទទុកជាមុនខ្លាចក្រែងលោកការសម្ដែងទៅហើយជូនជាមានបើភ្លៀងផ្លាត់លឹះលុះខ្វះខាតបត់បាតអក្ខរៈព្យញ្ជនៈបាលីសេចក្តីអត្ថាធិប្បាយបកស្រាយមិនត្រូវទៅតាមទឹកចិត្តហរតីនៃព្រះគុណម្ចាស់និងញោមញាតិជាពុទ្ធបរិស័ទទាំងឡាយទេនោះសូមព្រះមេត្តានិងមេត្តាអនុគ្រោះដល់អង្គខ្ញុំបកណាអាត្មាដើម្បីបានឱកាសនិងលើកយកនៅព្រះធម៌មកសម្ដែងទៅតាមពេលវេលាផងចុះតនន្តរੰធម្មទេសនੰទេសេសាមិលំដាប់បន្តបន្សំអំពីការធ្វើកិច្ចនមស្ការដ៏មហាខ្លីនេះខ្ញុំបកណាអាត្មាដែលបានទទួលភារៈភ្នាក់ងារជាអ្នកសម្ដែងនៅព្រះធម៌នេះឱកាសនេះក៏សូមលើកយកនៅព្រះធម៌មកសម្ដែងប្រារព្ធនឹងកម្មវិធីបុណ្យឈាបនកិច្ចបុណ្យឈាបនកិច្ចរបស់ញោមខូនសាវេតណាញោមខូនសាវេតហៅចៅដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យទី26ខែកុម្ភៈឆ្នាំ2017កន្លងទៅហើយក៏បានបន្សល់ទុកនៅសេចក្តីទុក្ខសោកដល់ក្រុមគ្រួសារសាច់ញាតិដែលមានញោមឧបាសិកាសិនយឺតដែលត្រូវជាម្ដាយលោកតតរាដែលត្រូវជាស្វាមីយុវជនភិរៈដែលត្រូវជាកូនបង្កើតកញ្ញារនវណ្ណរីដែលត្រូវជាកូនបង្កើតព្រមជាមួយនឹងបងប្អូនសាច់សាលហិតដ៏ច្រើនដែលកំពុងតែមានវត្តមាននៅទីនេះដែលសុទ្ធសឹងតែជាអ្នកមានទឹកមុខក្រៀមក្រំដែលខុសប្លែកពីកម្មវិធីបុណ្យនានាសពមួយដងឲ្យតែយើងនិយាយពីកម្មវិធីបុណ្យគឺថាម្នាក់ទឹកមុខស្រស់ស្រាយរីករាយសប្បាយចិត្តហាក់បីដូចជាពុំមាននៅសេចក្តីខ្វល់ខ្វាយអីសូម្បីបន្តិចប៉ុន្តែសម្រាប់កម្មវិធីបុណ្យមួយនេះដែលយើងហៅថាបុណ្យឈាបនកិច្ចនោះណាគឺថាទាំងគ្រួសារទាំងប្តីទាំងប្រពន្ធទាំងឪពុកទាំងម្ដាយឲ្យតែជាញាតិចិត្តតែងតែរងសម្ពាធដោយសេចក្តីទុក្ខក៏ព្រោះដោយសារតែមានបុគ្គលដែលជាញាតិជាទីស្រឡាញ់របស់ខ្លួនបានអនិច្ចកម្មទៅហើយនេះក៏ជារឿងមួយដែលសត្តនគរទាំងឡាយក្នុងโลกនេះតែងជួបប្រទះមិនអាចគេចផុតបានហើយរឹតតែពិសេសនោះទៅទៀតកុំថាឡើយត្រឹមអ្នកដតីដែលមានសេចក្តីទុក្ខដោយសារតែអ្នកដតីណាម្នាក់ដែលត្រូវរលត់ខណ្ឌ
ដែលត្រូវចែកឋានទៅដែលហើយទៅសំបីតែខ្លួនឯងក៏មាននៅសេចក្តីទុក្ខក៏ព្រោះដោយសារតែខ្លួនឯងដែលมันអាចនឹងការពារដែលมันអាចនឹងហួងហែងដែលมันអាចនឹងហាមឃាត់ខ្លួនឯងមិនឲ្យទៅដល់ចំណុចចុងក្រោយដែលជាចំណុចមួយដែលយើងមិនអាចបន្តជីវិតរបស់យើងបានយើងហៅថាមច្ចុនោះឯងដូច្នេះថ្ងៃនេះញោមញោមខូនញោមខូនសវេតហៅចៅគាត់បានទទួលអនិច្ចកម្មទៅក៏ជាឧទាហរណ៍មួយសម្រាប់ការពិចារណារបស់ញោមញាតិពុទ្ធបរិស័ទទាំងឡាយឲ្យបានឃើញថាជីវិតរបស់មនុស្សសត្វនេះមិនអាចអ្នកណាម្នាក់ត្រូវតែកិច្ចផុតពីសភាពបែបនឹងបានទេគ្រាន់តែថាមុនហើយនឹងក្រោយគ្នាតែប៉ុណ្ណោះឯងទៀតហើយអ្នកដែលស្លាប់នេះតាមដែលមើលអាយុទៅគឺទៅតែមានអាយុប្រហែលជា42ឆ្នាំទេណាញោមណាមិនជាអ្នកមានវ័យចំណាស់ចាស់ត្រុតត្រោមក្រំគ្រាអីប្រហែលទេទៅតែអាយុ42ឆ្នាំហ្នឹងគឺនៅក្មេងនៅមានកម្លាំងអីនៅឡើយទេណាវាតលអាយុចិត្តឡើងអីចឹងទៅអាហ្នឹងបានយើងហៅតែចាស់ទរុនតរាក្រំគ្រាអញីអញអញេអញ្ញានេះនៅវ័យ42ឆ្នាំអញ្ចឹងទៅបានឃើញរូបថតហ្នឹងដូចជាក្មេងដែរដល់មើលអាយុទៅសមនឹងរូបថតហ្នឹងដែរអញ្ចឹងណាអាយុ42ឆ្នាំហ្នឹងក៏ស្លាប់ណាញោមណាហើយអាយុច្រើនជាងហ្នឹងក៏ស្លាប់ហើយអាយុតិចជាងហ្នឹងក៏ស្លាប់ដែរទេណាញោមណាក៏ស្លាប់ដែរហើយអាត្មាមិនចង់សម្ដែងទៅនឹងអីច្រើនពេកទេវាអាចនឹងជន់កាលដែលញោមបានស្ដាប់កន្លងមកនេះដែលតាមដែលបានដឹងហ្នឹងគឺបានស្ដាប់ពី3ក្រែមកទៅហើយក្នុងកម្មវិធីប៉ុននេះណាញោមព្រោះតាំងពីថ្ងៃទី26មកដល់ថ្ងៃនេះវាចូលខែថ្មីណាញោមថ្ងៃទី1ខែ3ទៀតគ្រាន់តែកម្មវិធីប៉ុនហ្នឹងគឺញោមធ្វើរហូតដល់ទៅ2ខែកម្មវិធីប៉ុននេះណាញោមធ្វើរហូតដល់ទៅ2ខែទៀតអ្នកនឹងបានចប់មិនធម្មតាទេប៉ុននេះ2ខែបានចប់អ្នកដែលជ្រះថ្លាហ្នឹងពិតជាជ្រះថ្លាណាស់ជាពិសេសគ្រូសាសពនឹងតែម្ដងអាចតម្កល់សពបានយូរអង្វែងគួរឲ្យកោតសរហើយគួរជាទីជ្រះថ្លានៅក្នុងសកម្មភាពបែបហ្នឹងជាមួយញោមញាតិជាពុទ្ធបរិស័ទទាំងឡាយផងដែរទេតែយើងគូក៏បីពិចារណាប៉ុណ្ណេះទៅចុះណាញោមញាតិពិចារណាយ៉ាងម៉េចថាជីវិតរបស់សពសត្វទាំងឡាយនេះគឺថាมันអាចការពារឬរត់ឲ្យផុតពេចឲ្យរួចជិះឲ្យផុតពីសេចក្តីស្លាប់នឹងបានទេហើយសេចក្តីស្លាប់នឹងទៀតសោតគឺវាស្ថិតនៅក្នុងភាពអនិច្ចំគឺសភាពមិនទៀងជាដើមចំជាហេតុមួយដែលយើងមិនអាចនឹងដឹងច្បាស់តើដំណើរនៃសេចក្តីស្លាប់របស់យើងនឹងត្រូវបញ្ចប់នៅពេលណាហើយសេចក្តីស្លាប់នឹងទៀតសោតត្រូវមកដល់ខ្លួនយើងនៅពេលណាហើយត្រូវមកដល់បុគ្គលណាពេលណាហើយបុគ្គលណាមុនបុគ្គលណាក្រោយនៅពេលណាគឺថាយើងអត់អាចដឹងបានទេណាញោមប៉ុន្តែនេះដូចញោមអញ្ចឹងគាត់ទៅតែអាយុ42ឆ្នាំគាត់នៅសល់ម្ដាយអញ្ចឹងបើតែម្ដាយគាត់នឹងមិនក្មេងទេម្ដាយគាត់នឹងអាយុចាស់ជាងនឹងអាយុច្រើនជាងនឹងណាស់ទៅហើយដែរប៉ុន្តែគាត់អាចនៅរស់បានរហូតដល់សពថ្ងៃហើយបើយើងនិយាយតាមសភាពពិតយើងគួរនិយាយថាវាគួរណាស់តែមនុស្សចាស់នឹងស្លាប់មុនក្មេងណាញោមវាគួរតែអញ្ចឹងទេគួរតែថាចាស់នឹងស្លាប់មុនក្មេងបន្តធាតុពិតដែលយើងកំពុងតែជួបប្រទះឥឡូវហ្នឹងដែលយើងកំពុងតែចូលរួមឥឡូវហ្នឹងមិនមែនមនុស្សចាស់ត្រូវទៅមុនក្មេងឯណាគឺក្មេងត្រូវទៅមុនចាស់នេះក្មេងទៅមុនចាស់ហើយសភាពបែបហ្នឹងមិនមែនទៅតែកើតឡើងសម្រាប់ក្រុមគ្រួសាររបស់ញោមទេគឺវាកើតទូទៅហើយណាញាតិញោមវាកើតទូទៅហើយហើយសពថ្ងៃហ្នឹងដោយច្រើនក្មេងហ្នឹងស្លាប់ច្រើនជាងចាស់ផងណាញោមតែមែនតើហ្នឹងចាស់ហ្នឹងអាចរស់នៅបានអាយុ8 9ខ្លះដល់100ឆ្នាំអីដែរណាបានស្លាប់ហើយក្មេងៗអីហ្នឹងសពថ្ងៃហ្នឹងអាយុក្មេងហ្នឹងផុយជាងចាស់ណាញាតិញោមអាយុសបាលអាត្មាអាយុសបាលនេះសាមណេរអាយុប្រហែលហើយនេះណាអានឹងអញ្ចឹងណានឹងអាយុ20ផ្លាយក្រោម30អីឬក្រោម20ហ្នឹងគឺថាងាយបំផុតដែលត្រូវមាច់ចុកមកប្របាក់
ណាញាតិញោមហេតុដូចម្ដេចបានយើងថាអាយុប៉ុណ្ណឹងវាងាយពីព្រោះក្មេងអាយុប៉ុណ្ណឹងវានៅភ្លើតភ្លើនមិនទាន់ចេះស្រឡាញ់ពីជីវិតខ្លួនឯងគឺធ្វើអ្វីឲ្យតែខ្លួនឯងបានសុបាយបានរីករាយគឺមិនដែលបានគិតអំពីមរណៈនៅខាងមុខរបស់ខ្លួនជិះម៉ូតូទៅបង្ហោះបង្ហើរអីចឹងណាញោមដើរលេងទៅបងតូចបងធំប្រកបបច្ចៈគ្នាអីចឹងទៅអាហ្នឹងវាជាអន្តរាយដល់ជីវិតរបស់ខ្លួនដល់ពេលញោមទាំងអស់គ្នាចេះខំក្រងចេះថែរក្សានៅអាយុជីវិតរបស់ខ្លួនអីចឹងទៅអាចរស់នៅបានយូរអង្វែងដល់50ឆ្នាំ60ឆ្នាំអាចរហូតដល់តែ80ឆ្នាំអីចឹងទៅហើយបើយើងនិយាយអំពីអាយុរបស់សត្វទាំងឡាយនៅក្នុងសម័យកាលនេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនុស្សយើងដែលត្រូវអស់អាយុញោមអស់អាយុនឹងរហូតតដល់75ឆ្នាំអានឹងបានអស់អាយុហើយប្រសិនបើយើងស្លាប់មុនអាយុ75ឆ្នាំនឹងបានន័យថាការស្លាប់របស់យើងនឹងមិនតន់អស់អាយុទេពីព្រោះអាយុរបស់យើងកំណត់75ឆ្នាំបានស្លាប់ប៉ុន្តែបើយើងស្លាប់មុនអាយុ75ឆ្នាំអានឹងមិនតន់អស់អាយុទេណាញោមការស្លាប់បែបហ្នឹងមិនតន់អស់អាយុទេអញ្ចឹងវានៅសល់ដូចញោម42ឆ្នាំអញ្ចឹងហើយ75ឆ្នាំញោមគិតមើលខុសគ្នាដូចមេឃហើយនឹងដីហ្នឹងគឺនៅសល់ច្រើនឆ្នាំទៀតដែលសមគួរនឹងស្លាប់អញ្ចឹងបុគ្គលដែលស្លាប់មុនអាយុ75ឆ្នាំហ្នឹងយើងតែងតែនិយាយថាមិនសមគួរនឹងស្លាប់ទេពីព្រោះវាមិនតន់អស់អាយុព្រោះអាយុដែលសត្វទាំងឡាយត្រូវស្លាប់គឺ75ឆ្នាំតែប៉ុន្តែអ្នកខ្លះក៏មានបនច្រើនចឹងទៅអាចរស់នៅដល់76 77អាចរស់នៅរហូតដល់តែ80 90ឆ្នាំអីចឹងហើយជាហោហែអីចឹងទៅណាញាតិញោមក្នុងភូមិញោមហ្នឹងក៏អាចមានដែរតែក៏អាចមានអ្នកអាចរស់នៅដល់អាយុលើសនឹងអីផងចឹងទៅដូច្នេះបើទោះបីជាថាយើងរស់នៅដល់អាយុ75ឆ្នាំក្តីយើងកំពុងទៅរស់នៅលើ75ឆ្នាំក្តីឬក្រោម75ឆ្នាំក្តីព្រះសម្មាសម្ពុទ្ធឲ្យយើងពិចារណាជារឿយទៅណាញាតិញោមហៅថាឲ្យយើងពិចារណាឲ្យបានរឿយអំពីដំណើរជីវិតដែលយើងកំពុងទៅរស់នៅនាពេលបច្ចុប្បន្នហ្នឹងដែលនៅក្នុងពគាថាមួយនោះព្រះអង្គសម្ដែងឲ្យយើងពិចារណាតកតងទៅនឹងជីវិតដែលយើងកំពុងទៅរស់នៅដើម្បីបញ្ជៀសនៅសេចក្តីប្រមាទបញ្ជៀសនៅការធ្វេសប្រហែសបញ្ជៀសនៅសេចក្តីភ្លេចភ្លាំងរបស់យើងកុំឲ្យយើងឆ្លុះវង្វេងទៅនឹងជីវិតរស់នៅដោយមិនបានគិតអំពីសេចក្តីស្លាប់ដែលត្រូវកើតមាននៅពេលខាងមុខរួចហើយបានព្រះអង្គឲ្យយើងពិចារណាទៅដែលយើងហៅថាអភិនហបច្ចវេកណៈធរណាញោមធរដែលយើងគប្បីពិចារណាជាប្រចាំថ្ងៃនឹងឯងទាំងកុហកទាំងបព្វជិតទាំងចាស់ទាំងក្មេងនឹងគឺគប្បីពិចារណាអញ្ចឹងដែលមានចរិយាធម្មមហិចរាំងអនតៃតោជាធិធម្មមហិជាថងអនតៃតោមរណៈធម្មមហិមរណន្តੰអនតៃតោសព្ពេមេបេយេហិវិនិបេហិនានាភាវោវិនិភាវោកម្មសកោមហិកម្មទេយតោកម្មយោនិកម្មពន្ធុកម្មបរិសរណោអីចឹងអានឹងព្រះអង្គសម្ដែងឲ្យយើងពិចារណាអញ្ចឹងដូចថាជារាធម្មមហិជារាំងអនតៃតោយើងពិចារណាថានេះជីវិតរបស់អាត្មាអញតែមានការចាស់ជរាទៅជាធម្មតាមិនអាចគេចផុតពីការចាស់ជរានឹងបានទេណាញាតិញោមឲ្យពិចារណាអញ្ចឹងទៅគឺថាយើងទាំងអស់គ្នាហ្នឹងគឺថាมันអាចកន្លងនៅការចាស់នឹងបានទេវាត្រូវតែជួបការចាស់ណាញាតិញោមវាត្រូវតែជួបភាពចាស់អញ្ចឹងឥឡូវយើងវាអត់តន់ចាស់ក៏ពិតមែនប៉ុន្តែបើយើងរស់នៅអាយុជាងនឹងបន្តិចទៅគឺយើងនឹងជួបសភាពចាស់ដូចគ្នាអញ្ចឹងនេះដូចញោមអាចារ្យដូចញោមអីចាស់អញ្ចឹងអាហ្នឹងញោមដល់ចំណុចចាស់ថ្មអីហ្នឹងមិនតន់ចាស់ទេណាញាតិញោមនៅក្មេងនៅកន្លោះអីចឹងទៅអាហ្នឹងដល់ប៉ុន្តែសភាពបែបហ្នឹងបើអាត្មារស់នៅ30ឆ្នាំទៅមុខទៀតហ្នឹងគឺចាស់ដូចតគាត់អញ្ចឹងឯងណាញោមអាហ្នឹងលើកលែងតែអាត្មានឹងស្លាប់មុនចាស់តែប៉ុណ្ណឹងអាហ្នឹងបានវាអត់ចាស់មែនទេញោមតែបើមិនងាយស្លាប់មិនងាយសកត់មិនងាយអីទេគឺថាត្រូវតែជួបសភាពជាមនុស្សចាស់ធម្មតាអញ្ចឹងហើយការរស់នៅក្នុងនាមជាមនុស្សចាស់ហ្នឹងស្រួលទេញាតិញោមស្រួលទេ
មានអីស្រួលទេចាស់ឈឺចង្កេះឈឺចង្គង់ឈឺខ្នងឈឺអីគ្រប់បែបគ្រប់យ៉ាងណាញាតិញោមមិនថាស្រួលអីកាលពីដើមមួយយើងនៅក្មេងៗចង់អង្គុយប៉ុកក្រោកឡើងប្រយណាញាតិញោមចង់រត់ចង់ដើរដំណើរវែងឆ្ងាយយ៉ាងម៉េចអត់ខ្វល់ទេដល់ពេលចាស់អាយុ70 80ឆ្នាំនេះអីមិនតែស្រួលអីញាតិញោមអង្គុយអីនឹងក៏ន្ទ្រីកន្ទ្រាអាក្រោកឡើងក៏ន្ទ្រីកន្ទ្រាតលគេជួយគ្រាតលគេជួយលើកឬក៏មាននេះមាននោះដើម្បីតោងអីទៅវាបានអីចឹងណាដំណើរផ្លូវឆ្ងាយអីមិនតែស្រួលអីកាលពីដើមជិះកង់កាចាស់មួយក៏ទៅកើតឥឡូវហ្នឹងចង់ឲ្យមានឡានបើកទៀតមិនដល់ឡានបើកទេគេដប់ឡានទៀតហ្នឹងក៏មិនដឹងថាជិះល្មិចស្រួលដែរញាតិញោមចង់ជិះពីនឹងទៅភ្នំពេញហ្នឹងចង់វេទនាណាញាតិញោមញ៉ាំអញ្ចឹងណានឹងឯងទៅមិនងាយទេកុំហ្នឹងមិនបាច់និយាយអីទៅដល់ប្រទេសក្រៅទេត្រឹមតែក្រុងភ្នំពេញឬពីនឹងទៅក្រុងបរសៃអនុដើម្បីទៅកំសាន្តអីហ្នឹងគឺថាពេលហ្នឹងវាឈប់សបាយចុះវិញអស់ហើយសភាពជាមនុស្សចាស់ហ្នឹងវាហុំរុំពាត់នៅរូបរាងកាយរបស់យើងហ្នឹងឲ្យពោពេញទៅដោយសេចក្តីទុក្ខលំបាកគ្រប់បែបយ៉ាងទាំងអស់ទេទាំងការពិបាកដកដង្ហើមចេញពិបាកដកដង្ហើមចូលទាំងពិបាកបំរែបំរួលគ្រប់អិរិយាបថរបស់ខ្លួនឯងហ្នឹងដេកដើរឈរអង្គុយគឺលំបាកគ្រប់យ៉ាងទាំងអស់មែនទេញាតិញោមលំបាកអញ្ចឹងទេនឹងហើយចាស់តិចទេដែលអាចមានលទ្ធភាពបើកម៉ូតូខ្លួនឯងបានអីបានហ្នឹងគឺតិចតួចទេណាញោមមិនច្រើនទេប៉ុន្តែចាស់ដល់ច្រើនរត់តែចាស់ទៅគឺរត់តែលំបាកតែជួនកាលវង្វេងវង្វាន់ភ្លេចកូនភ្លេចចៅលែងដឹងបាយលែងដឹងទឹកណាញាតិញោមមែនទេលែងដឹងក្តៅលែងដឹងតែជាអីចឹងក៏មានដែរណាញាតិញោមមើលណាឈប់ខ្មាស់ឈប់អៀនអីអស់ហើយដោយសារតែវង្វេងវង្វាន់អីចឹងទៅនឹងឯងប៉ុន្តែចាស់ខ្លះក៏គេប៉ុនគេល្អអញ្ចឹងទៅសុខភាពគេនៅបានរហូតដល់ថ្ងៃស្លាប់តែម្ដងទៀតអញ្ចឹងណាដោយកាលប្រមាណមួយរយៈមុនអញ្ចឹងមានញោមមួយគាត់ទៅភូមិមាជាមួយអាត្មាអញ្ចឹងណាញោមអាយុគាត់ដូចជាខ្ទង់80ឆ្នាំញោមប្រុសណាហើយញោមស្រីនោះគាត់មកពីបារាំងទៀតអាយុប្រហែលគ្នាទេបងប្អូនគាត់ហ្នឹងមួយនៅខ្មែរមួយនៅភ្នំពេញមួយនៅបារាំងញោមប្រុសនៅភ្នំពេញហ្នឹងគាត់បងអាយុខ្ទង់80អាត្មាភ្លេចទៅហើយញោមស្រីមកពីបារាំងអាត្មាស្មានតែប្តីប្រពន្ធណាញោមហ្នឹងហើយដល់គេឲ្យមន់សំដែងធរទៅក៏សរសើរគាត់ប្តីប្រពន្ធអីចឹងទៅចេះយកអាសាគ្នាដល់ចុងក្រោយបានតែទេបងប្អូនអីចឹងណាហើយចុះឃើញញោមស្រីគាត់មកពីបារាំងហ្នឹងគាត់យកចិត្តទុកដាក់ជួយបញ្ចុកអាហារជួយអីមើលទៅសំណំឲ្យកុំតសើចាស់អាចរស់នៅជុំគ្នាបានប៉ុណ្ណឹងទៅងាយណាមែនទេញាតិញោមជួនកាលញោមខ្លះមេម៉ាយតាំងពីអាយុ40ឆ្នាំម្លេះណាមែនណាហើយញោមប្រុសខ្លះពោះម៉ាយតាំងពីអាយុ50ឆ្នាំអីហ្នឹងទៅងាយអីដែលមានចាស់ជាប្តីជាប្រពន្ធរស់នៅរហូតដល់ចាស់សក់ស្កើរៀងខ្លួនហ្នឹងគឺថាវាក្រមែនតើណាញាតិញោមមិនងាយទេមិនចឹងណាកម្រថារស់នៅរហូតដល់ចាស់កោងខ្នងទាំងព្រមហ្នឹងគឺថាមិនសូវសម្បូរទេដោយច្រើនហ្នឹងគឺនៅសល់តែស្ត្រីមេម៉ាយហ្នឹងគឺថាញោមមេម៉ាយអីចឹងទៅណាស្វាមីហ្នឹងបានចែកឋានទៅ20ឆ្នាំមុន30ឆ្នាំមុនឬក៏4 10ឆ្នាំមុនអីចឹងទៅដល់ចឹងក៏លើកតដឹងទៅក៏ថាអត់ទេជាប្អូនទេប៉ុន្តែអ្វីគួរឲ្យទៅសើនឹងអាចជិះយន្តហោះញាតិញោមជិះពីខ្មែរយើងទៅដល់ប្រទេសភូមាហើយអាចជិះឡានពេលខ្លះជិះឡានមួយយប់មួយថ្ងៃអីណាឃើញតែមើលគាត់អាចទ្រាំទ្របានអាហ្នឹងយើងគួរឲ្យទៅសើថាហ្នឹងដោយសារអីញាតិញោមប៉ុនគាត់ល្អវានាំឲ្យសុខភាពគាត់ហ្នឹងអាចប្រព្រឹត្តទៅបានទេហើយអាត្មាសួរគាត់ទៅថាអ្នកនៅជុំវិញគាត់ហ្នឹងគ្មាននរណាម្នាក់ដែលសង្ឃឹមថាគាត់អាចទៅកើតទេពេលខាត់ដល់ហើយទៅកូនចៅគាត់ហ្នឹងក៏ខាត់គាត់ដែរអត់ឲ្យគាត់ទៅទេពីព្រោះគាត់ចាស់ទៅព្រឹកទៅត្រោកណាស់ទៅហើយដែរណាប៉ុន្តែដើម្បីជំនះនិងដើម្បីឲ្យកូនចៅនោះបានឃើញឲ្យដឹងច្បាស់អានឹងសុខចិត្តទៅលុះណាតែបានទេហើយទៅបានមកគាត់អញ្ចឹងមែនញាតិញោមទៅបានមែនណាអាណាពលឡានក៏អត់មានពលដែរទៅក្មេងៗខ្លាំងពលឡានឧកត្រិកកត្រជិះយន្តហោះពលអីក៏មានណាដល់គាត់មានអីចំណាប់ចំនួនអីទៅអាហ្នឹងបុណ្យកុសលរបស់គាត់ល្អអាចនៅបានប៉ុណ្ណឹងទេណាបានទាំងអាយុវែងបានទាំងសុខភាពបរិបូរណ៍បានទាំងបញ្ញាមិនវង្វេងវង្វាន់អីចឹងទៅប៉ុន្តែមួយចំនួនហ្នឹងតែត្រូវវង្វេងទេណាត្រូវវង្វេងហើយត្រឡប់មកវិញនេះគឺរៀបរាប់អំពីសភាពនៃចាស់ហ្នឹងគឺថាឲ្យយើងពិចារណាអញ្ចឹងថាអាត្មាអញហ្នឹងមានសភាពចាស់ជារាជធម្មតាអញ្ចឹង
គឺมันអាចកន្លងរំលងនៅសភាពចាស់ជរានឹងបានទេមែនទេញាតិញោមហើយកាលណាដែលយើងពិចារណាបែបហ្នឹងហើយមិនមែនគ្រាន់តែឲ្យយើងពិចារណាគឺគ្រាន់តែឲ្យយើងនិយាយតែមាត់ទេឬក៏គ្រាន់តែឲ្យយើងគិតតែក្នុងចិត្តអីតែប៉ុណ្្នឹងទេបើយើងដឹងតែខ្លួនយើងគង់តែចាស់ដដែលថាតើយើងគួរធ្វើអ្វីមុនការដែលយើងឈានចូលដល់វ័យចាស់ជរាណាញាតិញោមយើងដឹងថាពេលដែលយើងចាស់វាលំបាកធ្វើអីក៏មិនស្រួលដែរហើយចង់មកស្ដាប់ធម៌ហ្នឹងក៏ចង់លំបាកដែរញាតិញោមសំដែងត្រឹម30នាទី40នាទីហ្នឹងចុកចង្កេះចុកជង្គង់អត់ស្រួលទេញាតិញោមពិបាកទាំងអស់ទៅបន់ទៅទានអីជួបការលំបាកតែមែនតើដូច្នេះអ្វីដែលយើងកំពុងទៅនៅបានតែវ័យ10 20 30 40ឆ្នាំនេះ20ឆ្នាំ30ឆ្នាំឬក៏ក្រោម50នេះជាវ័យមួយដែលយើងនៅមានកម្លាំងពលំគ្រប់គ្រាន់ហ្នឹងយើងគួរក៏បីខិតខំប្រឹងសន្សំនៅសេចក្តីល្អឲ្យហើយកុំឲ្យចាំដល់ចាស់ចាំយើងធ្វើណាញោមស្ដាប់បានទេហើយញោមណាស្ដាប់បានណាបានហ្នឹងហើយស្ដាប់ឲ្យបានណានឹងឯងទៅហើយអាត្មាសំដែងហ្នឹងគឺថាខ្សែអាត់ហ្នឹងយកទៅចាក់តាមប៉ុស្តិ៍វិទ្យុញាតិញោមណាយកទៅចាក់តាមប៉ុស្តិ៍វិទ្យុក្រៃលើមានញោមណាស្ដាប់អីចឹងទៅបានពិចារណាអញ្ចឹងណាញោមណាហើយអាហ្នឹងយើងគប្បីសន្សំសេចក្តីល្អហ្នឹងពីក្មេងឲ្យហើយតន់តែយើងអាចនៅធ្វើបានណាញាតិញោមណាខិតខំប្រឹងណាបុណ្យដែលកើតឡើងតាមរយៈផ្លូវកាយបុណ្យដែលកើតឡើងតាមរយៈផ្លូវវិជ្ជាជាដើមហ្នឹងគឺថាត្រូវតែធ្វើពីឥឡូវឲ្យហើយហ្នឹងតន់ឥឡូវនេះយើងនៅមានកម្លាំងគ្រប់គ្រាន់ដែលអាចធ្វើបានដាក់បាតប្រសងបានហ្នឹងយើងដាក់ឲ្យហើយទៅមែនទេញាតិញោមយើងណាធ្វើបុណ្យកឋិនធ្វើបុណ្យអីបានហ្នឹងធ្វើឲ្យហើយទៅកុំរងចាំតែចាំអាត្មាអញចាស់សិនចាំធ្វើនេះរងចាំថាចាំអាត្មាអញចាស់សិនចាំធ្វើហ្នឹងខ្លាចក្រែងលោវាមិនដល់ចាស់ដូចញោមចៅនេះទេដែលគាត់មិនទាន់នឹងដល់ចាស់ផងអាយុទៅ42ហ្នឹងមានអីទាន់ដល់ចាស់បើគិតជាវ័យនៅក្នុងពុទ្ធវិន័យព្រះអង្គបែងចែកជា3ណាញាតិញោមនេះគឺគាត់ស្ថិតនៅក្នុងវ័យទី2ឯងមជ្ឈិមវ័យណាញាតិញោមគេថាទៅវ័យទី2ឯងមិនទាន់ចូលដល់បច្ឆមវ័យទេណាវ័យទី1នេះគឺមានអាយុពី1ឆ្នាំហ្នឹងដល់25ឆ្នាំណាញាតិញោមណាពី1ឆ្នាំដល់25យើងគិតបច្ចុប្បន្នណាហើយវ័យទី2ហ្នឹងចាប់ពី26ហ្នឹងដល់50ណាញោមណាដល់50ហើយវ័យទី3ហ្នឹងគឺថាចាប់ពី50ឡើងអីទៅបានចូលបច្ឆមវ័យនឹងឯងទៀតប៉ុន្តែបើយើងរាប់ពីសម័យពុទ្ធកាលគឺថាវ័យទី1ហ្នឹងគឺនោះ30ឆ្នាំញាតិញោមពីអាយុ1ឆ្នាំរហូតដល់30ផ្លាយដល់ណាហើយវ័យទី2ហ្នឹងចាប់ពី30ឡើងរហូតដល់60ណាញោមហ្នឹងហើយរហូតដល់60ហ្នឹងណាហើយដល់ចាប់ពីលើ60ទៅអាហ្នឹងបានគេហៅថាជប់បច្ឆមវ័យវ័យចាស់ប៉ុន្តែសពថ្ងៃមនុស្សសត្វមានអាយុត្រឹមតែ75ឆ្នាំអញ្ចឹងយើងយក75ឆ្នាំមកចែកជា3មកបានម្នាក់25ឆ្នាំហ្នឹងហើយដល់ណាអញ្ចឹងស្ដាប់បានទេញោមស្ដាប់បានទេតើហ្នឹងអាហ្នឹងយើងពិចារណាអញ្ចឹងតែអាត្មាចាស់ជាធម្មតាអញ្ចឹងប៉ុន្តែញោមចាស់ស្រាប់អីហ្នឹងណាចាស់ហើយនេះក្មេងៗនេះបានអ្នកនេះអាត្មាអញនឹងចាស់នៅថ្ងៃខាងមុខអញ្ចឹងតែចាស់គឺវាលំបាកណាហើយបើថាមិនតាន់ដឹងតែលំបាកយ៉ាងម៉េចសួរចាស់ជំនាញខ្លួនទៅដឹងហើយលំបាកអាម៉េចណាលំបាកអាម៉េចចាស់លំបាកអាម៉េចណាញោមដល់ហើយទៅអស់ថ្មិញអស់អីរកអីបរិភោគក៏វេទនាញាតិញោមណាដល់ទី2ហ្នឹងក៏ឲ្យយើងពិចារណានៅចំណុចទី2ថាអាត្មាអញនឹងមានជំងឺឈឺដង្កាត់ជាធម្មតាมันអាចគេចផុតពីជំងឺពីរោគពាពីពីអាពាធជាធិនឹងបានទេជាធិធម្មមហេជាថឹងឯអ្នកតៃតោហ្នឹងណាញោមគេឲ្យពិចារណាអញ្ចឹងទៅហើយហេតុអីបានព្រះសម្មាសម្ពុទ្ធឲ្យយើងពិចារណាថាអាត្មាអញមានសភាពឈឺជាធម្មតាមានរោគជាធម្មតាកុំឲ្យយើងវាឆ្លុកវង្វេងជាមួយនឹងការមិនមានរោគណាញាតិញោមអ្នកខ្លះមិនដែលឈឺអញ្ចឹងមានសេចក្តីប្រមាទទេញាតិញោមអត់ធ្លាប់ឈឺអញ្ចឹងប្រមាទទេអត់ដឹងថាសភាពឈឺយ៉ាងម៉េចអីចឹងទៅដល់ឲ្យខ្លួនឯងមិនដែលឈឺមិនឯងចឹងទៅប្រមាទនឹងការមិនមានរោគរបស់ខ្លួននឹងឯងណាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះបើយើងអាចរស់នៅដល់អាយុ100ឆ្នាំយើងមិនអាចគេចផុតពីឈឺបានទេណាញាតិញោមហើយសភាពនៃការឈឺនឹងវាមានធ្ងន់វាមានស្រាលទៅតាមនឹងឯងណាខ្លះទៅក៏ឈឺត្រឹមតែឈឺក្បាលវិលមុខបន្តិចបន្តួចអញ្ចឹងទៅខ្លះទៅក៏ឈឺធ្ងន់អាចកើតរោគ
កាពះពវីនអីអញ្ចឹងណាញោមនៅមានរោគតូចរោគធំខ្លះគ្រាន់តែកុសខ្យល់បាត់ខ្លះលេបថ្នាំបាត់ខ្លះតតែចាក់ថ្នាំបាត់ប៉ុន្តែរោគខ្លាំងតតែព្យាបាលអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារបានព្យាបាលអីចឹងទៅនេះអញ្ចឹងបានថាជីវិតរបស់យើងទាំងអស់គ្នាវាសុទ្ធតែមានរោគអញ្ចឹងទេហើយរោគកៈហ្នឹងប្រែថាល្មិចញោមហើយរោគកៈហ្នឹងប្រែថាចាក់ដោទៅវាចាក់ដោទៅកាលណាខ្លួនយើងវាមានរោគអញ្ចឹងទៅវាចាក់យើងគ្រប់បែបយ៉ាងទាំងអស់ទៅពុះវីនយើងក៏មានរោគកាពះយើងក៏មានរោគមែនទេញាតិញោមរោគកាពះហ្នឹងរោគពុះវីនហ្នឹងថ្លើមប្រមាថបេះដូងសិតតែមានរោគទាំងអស់ឥឡូវមកស្អីមកសរីរៈរាងកាយរបស់យើងតើអត់រោគឥឡូវញោមមើលឥឡូវស្អីអត់រោគដៃយើងមានរោគទេញាតិញោមដៃមានរោគទេមានញោមដៃឈឺដៃអត់ញោមដៃឈឺដៃអត់ដែលហ្នឹងហើយរោគដូចអញ្ចឹងទេដៃឈឺភ្នែកអត់ណាដៃឈឺភ្នែកទេញោមដៃឈឺមាត់ទេណាសត្វទៅធ្លាប់ឈឺទាំងអស់ហ្នឹងឯងដែលថាមិនឈឺណាមានរោគទេអ្វីដែលយើងមានហ្នឹងគឺសិតតែមានរោគទាំងអស់អញ្ចឹងដៃជើងរូបរាងកាយមួយមូលហ្នឹងគឺថាពោពេញទៅដោយរោគទេហើយរីបរាប់មកទេរោគច្រើនណាស់អាហ្នឹងយកពិចារណាដោយខ្លួនឯងអញ្ចឹងទៅអាហ្នឹងកុំឲ្យយើងនឹងស្រវឹងកុំឲ្យយើងមានសក្តិប្រមាទនឹងការមិនមានរោគណាញោមបើពេលហ្នឹងមិនទាន់ឈឺប៉ុន្តែពេលអាចឈឺនៅពេលខាងមុខអីចឹងទៅទៀតហើយឲ្យយើងរស់នៅដោយប្រុងប្រយ័ត្ននិងមានភាពអនាម័យដើម្បីបញ្ជៀសរោគអីខ្លះចឹងទៅអាហ្នឹងកុំឲ្យគិតទៅអាត្មាអញមិនអាចគេចផុតពីរោគដដែលអញ្ចឹងរស់នៅអាម៉េចក៏អាម៉េចតាបើមុនក្រោយនៅវាកើតរោគដដែលអញ្ចឹងអាហ្នឹងមិនមែនអញ្ចឹងទេតាមពុតបំណងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទៅហ្នឹងគឺថាឲ្យយើងនេះចេះថែរក្សាខ្លួនឯងឲ្យយើងចេះការពារខ្លួនឯងឲ្យយើងចេះរស់នៅដោយប្រយ័ត្នប្រយែងទៅនឹងការហូបចុកជាដើមគេហៅថារស់នៅប្រកបដោយអនាម័យណាញោមណាហើយយើងឃើញពាក្យស្លោកបច្ចុប្បន្នហ្នឹងអនាម័យនាំមកនៅសុខភាពល្អនឹងឯងទៀតហើយពាក្យស្លោកបែបហ្នឹងមិនមែនទៅតែមានរាល់ថ្ងៃហ្នឹងទេព្រះពុទ្ធព្រះអង្គបានពោលជាង 2000 ឆ្នាំហើយទៀតសុខភាពហ្នឹងណាទេនៅអនាម័យនាំមកនៅសុខភាពល្អណាអនាម័យនាំមកនៅអាយុវែងព្រះពុទ្ធព្រះអង្គបានពោលជាង 2000 ឆ្នាំហើយមិនមែនឥឡូវទេហ្នឹងណាហ្នឹងហើយគាត់ថាយើងសពថ្ងៃឃើញពាក្យស្លោកដែលរដ្ឋាភិបាលគេដាក់អញ្ចឹងទៅដាក់តាមសាលារៀនមន្ទីរពេទ្យអញ្ចឹងអនាម័យនាំមកនៅចេះអញ្ចឹងទៅណាញោមមានលាងដៃនឹងសាប៊ូលាងស្អីអញ្ចឹងទៅតែតាមពិតនៅក្នុងពុទ្ធសាសនានេះគឺព្រះអង្គសម្ដែងបង្រៀនយើងនឹងឲ្យចេះពីរបៀបនៃការរស់នៅទៅឲ្យយើងចេះរស់នៅប្រាសចានៅភាពកខ្វក់ល្អក់កកដោយរស់នៅប្រកបដោយអនាម័យភាពស្អាតបាតដើម្បីធ្វើឲ្យសុខភាពរបស់យើងបរិបូរណ៍ដើម្បីធ្វើឲ្យសុខភាពរបស់យើងនឹងអាចតាំងនៅបានយូរអាយុរបស់យើងអាចប្រព្រឹត្តទៅបានវែងឆ្ងាយអីចឹងទៅណាញោមស្ដាប់បានណាយ៉ាងណាដល់ទី3នេះរត់តែសំខាន់នោះទៅទៀតណាស្ដាប់បានណាញោមមិញ2មិញបានណាមិញហ្នឹងហើយមកសំដែងចប់ទាំង5ហ្នឹងសួរមកវិញឡើយហើយសួរមកវិញហ្នឹងប្រយ័ត្នថាអត់ចេះណាហ្នឹងហើយខ្មាស់អ្នកស្ដាប់តាមប៉ុស្តិ៍វិទ្យុណាញោមដល់ទី3មរណង្ធម្មមហេមរណន្តੰអនតិតោនេះឲ្យពិចារណាថាអាត្មាអញហ្នឹងនឹងមានសេចក្តីស្លាប់នៅខាងមុខជាមិនខានហើយមិនអាចគេចផុតពីសេចក្តីស្លាប់បានទេញោមដែលពិចារណាអញ្ចឹងឯងញោមដែលពិចារណាចំណុចហ្នឹងឯងញោមដែលណាដែលល្អហើយអញ្ចឹងកំពុងតែដើរតាមលំអានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយនឹងស័ក្តិសមជាកូនរបស់ព្រះតថាគតជាកូនរបស់ព្រះពុទ្ធឯណាញោមដែលពិចារណាបែបហ្នឹងទេហើយពិចារណាបែបហ្នឹងមិនមែនតើយើងហ៊ាននឹងស្លាប់បានឲ្យពិចារណាទេឲ្យពិចារណាគ្រប់ដង្ហើមដកចេញដកចូលញោមណាទេឲ្យយើងពិចារណាគ្រប់ដង្ហើមដកចេញដកចូលទាំងអស់ពីព្រោះព្រះអង្គសម្ដែងហើយអំពីមរណងអនិច្ចំគឺសេចក្តីស្លាប់មិនទៀងណាញាតិញោមមួយទៀតព្រះអង្គសម្ដែងថាសេចក្តីស្លាប់នឹងគឺវាទៀងតែនឹងស្លាប់គ្រប់គ្នាហើយដែលថាមិនទៀងនឹងគឺថាវាមិនដឹងថាស្លាប់នឹងកើតមាននៅថ្ងៃណាណាញោមវាកើតមាននៅថ្ងៃណាគឺយើងអត់ដឹងបានវាអញ្ចឹងណាវាអាចគ្រាន់តែយើងបិទដង្ហើមមកផ្លែតត្រូវដាច់ខ្យល់ទៅគឺយើងមិនដឹងណាញាតិញោមមើលណាហូបបាយឆ្អែតសម្រានលងលក់ព្រឹកឡើងស្រាប់តែថាងាប់បាត់ទៅអានឹងយើងមិនដឹងណាញោមហ្នឹងហើយមានអ្នកណាដឹងថាខ្លួនត្រូវស្លាប់មិនអញ្ចឹងជួនកាលកំពុងធ្វើដំណើរតាមផ្លូវប្រុយស្រាប់តែមានអីមកកិនពីក្រោយមកដាក់ពីក្រោយមក
ហើយបើយើងដឹងថាដំណើរដែលយើងត្រូវតែស្លាប់អញ្ចឹងយើងទៅទេញោមទៅទេញោមទៅទេណាដង្ហែបុណ្យកឋិនដង្ហែបុណ្យការប្រាក់អីជិះឡានក្រឹកក្រាក់ក្រែងអីទៅបុណ្យឆ្លងខេត្តមួយទៅខេត្តមួយពីវត្តមួយទៅវត្តមួយពីភូមិមួយទៅភូមិមួយអីហើយស្រាប់ទៅមិនតាន់នឹងបានប្រមាណហ្នឹងកលាប់ឡានអីស្លាប់អីចឹងទៅញាតិញោមមើលហើយបើយើងដឹងថារឿងហ្នឹងកើតឡើងយើងទៅទេញោមទៅអត់ទៅទេបើដឹងតែអញ្ចឹងណាញោមណាបើដឹងទៅស្លាប់ដែរសុខចិត្តនៅនេះនៅដេកកទេលហើយមែនទេហ្នឹងឯងទៅនៅសម្រានដេកឲ្យស្រួលមិនទៅពិបាកទៅនឹងតែខ្ទេចខ្ទីអស់ទៅអីប៉ុន្តែសភាពហ្នឹងយើងអត់ដឹងទេយើងអត់ដឹងហើយឲ្យយើងមិនដឹងហើយហ្នឹងគឺតែអ្នកដទៃក៏មិនអាចដឹងបានដែរអាហ្នឹងអញ្ចឹងណាញោមក៏ណាតែអញ្ចឹងគឺថាសេចក្តីស្លាប់នេះយើងមិនអាចដឹងច្បាស់ថានឹងកើតមានចំពោះយើងនៅថ្ងៃណាទេហើយដូច្នេះបានព្រះអង្គចង្អុលបង្ហាញឲ្យយើងខិតខំប្រឹងសន្សំនៅសេចក្តីល្អតែដែលមានកាយសុចរិតវិជ័យសុចរិតនិងមនោសុចរិតនឹងជាដើមមានកាយកម្ម3វិជ័យកម្ម4និងមនោកម្ម3នេះជាវិន័យរបស់កុហកដែលកុហកគូក៏3ខិតខំប្រឹងប្រែងប្រតិបត្តិនៅក្នុងកុសលកម្មបត្តិទាំង10ហ្នឹងពីព្រោះកុសលកម្មបត្តិទាំង10ហ្នឹងវាជាដើមចំវានាំឲ្យយើងរួចផុតពីសេចក្តីទុក្ខលំបាកគ្រប់បែបយ៉ាងទាំងអស់បាទទោះបីជាថាយើងអាចរស់នៅត្រឹមតែ30ឆ្នាំក៏ជីវិត30ឆ្នាំរបស់យើងវាមានន័យជាងដែលយើងរស់នៅអស់រាប់រយនៃឆ្នាំដែលយើងមិនបានធ្វើសេចក្តីល្អដែរមែនទេញាតិញោមឬយើងកុំនិយាយថ្មីដល់30ឆ្នាំត្រឹមតែថ្ងៃហ្នឹងបើជីវិតដែលរស់នៅមួយថ្ងៃពោពេញទៅដោយការសន្សំសេចក្តីល្អហ្នឹងក៏វាគ្រាន់បើជាយើងរស់នៅអស់ជាច្រើនថ្ងៃជាច្រើនឆ្នាំដែលមិនដែលបានសន្សំសេចក្តីល្អដែរពីព្រោះការរស់នៅជាច្រើនឆ្នាំមិនធ្លាប់បានសន្សំសេចក្តីល្អនោះវាអត់មានន័យអីជាពិសេសវាមិនបាននាំមកនៅសេចក្តីសុខដល់ខ្លួនឯងសម្រាប់ការលះលោកនេះទៅកាន់លោកខាងមុខនឹងទេមិនអញ្ចឹងណាញោមក៏ប៉ុន្តែការសន្សំសេចក្តីល្អសូម្បីតែយើងរស់នៅបានមួយថ្ងៃនឹងយ៉ាងហោចណាស់ក៏យើងបានកំណើតជាសុគតិរួចផុតពីកំណើតអបាយភូមិដែរមិនអញ្ចឹងណាដូចនៅក្នុងរឿងមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងញោមប្រពចំពោះនាងនាគាពិនីទេញាតិញោមធ្លាប់ស្ដាប់ទេរឿងនាងគាពិនីស្ត្រីដែលមានកនោះទេស្ត្រីដែលមានកស្ត្រីដែលតាំងកហ្នឹងព្រះអង្គទ្រង់ពិចារណាមើលឧបនិស្ស័យសត្វទេព្រះអង្គទ្រង់ពិចារណាមើលទេមើលមួយថ្ងៃ2ដងទេគឺមើលពេលព្រឹកនិងពេលល្ងាចដល់ព្រះអង្គទ្រង់ប្រមាលមើលទៅឃើញនាងគាពិនីហ្នឹងទេស្ត្រីដែលតាំងកហ្នឹងចូលក្នុងសំណាញ់ញៀននឹងឲ្យមើលឃើញថានាងហ្នឹងត្រូវស្លាប់នៅក្នុងថ្ងៃស្អែកព្រះអង្គពិចារណាមើលទៅឃើញអញ្ចឹងណាញោមហ្នឹងតតសព្វញ្ញុតញ្ញាណអញ្ចឹងទើបអាចដឹងមែនទេញោមទើបដឹងហើយបើយើងអត់ដឹងទេហើយនាងហ្នឹងអត់ដឹងទេញោមអត់ដឹងតែខ្លួនឯងនឹងត្រូវស្លាប់នៅថ្ងៃស្អែកអីអត់ដឹងអីទេណាមិនមែនតែនាងនោះទេបើសិនតែយើងដឹងឯងញោមយើងក៏អត់ដឹងដែរប៉ុន្តែព្រះពុទ្ធព្រះអង្គដឹងទេដល់តែព្រះអង្គដឹងហើយព្រះអង្គពិចារណាបន្តទៀតអំពីកតិរបស់នាងនឹងក្រោយពីស្លាប់ទៅតើទៅណាក្រោយពីស្លាប់ទៅធ្លាក់ទៅនរោអវិជ័យមហានរោញោមវាមិនដឹងថានាងនឹងធ្វើបាបកម្មអីខ្លះទេបាននៅពេលដែលស្លាប់ទៅត្រូវតែសោយទុក្ខលំបាកនៅក្នុងអវិជ័យមហានរោណាញោមមិនដឹងថាជីវិតរបស់គាត់ជាប្រកបរីនឹងរស់នៅធ្វើអីខ្លះហ្នឹងអត់ដឹងថាធ្វើបាបកម្មយ៉ាងម៉េចខ្លះអញ្ចឹងណានឹងព្រះអង្គពិចារណាទៅឃើញអញ្ចឹងរួចបានព្រះអង្គទ្រង់ពិចារណាមើលបន្តទៀតថាប្រសិនបើនាងនឹងបានឃើញតថាគតបានជ្រះថ្លានឹងតថាគតនាងនឹងនឹងបានកំណើតជាសុគតិសួគ៌ទេវលោកទីបំផុតនឹងរួចផុតនៅសេចក្តីទុក្ខទាំងឡាយទាំងពួងបានណាព្រះអង្គពិចារណាមើលទៅឃើញអញ្ចឹងទៅដល់អញ្ចឹងណាក្នុងថ្ងៃនឹងឯងទៅនិយាយអំពីព្រឹកព្រលឹមឡើងនាងគាពិនីនឹងនាងនឹងណាដូចថាឃ្លានល្ងទៅចង់ផឹកទឹកប្រេងល្ងញាតិញោមធ្លាប់ពិសាប្រេងល្ងទេញាតិញោមធ្លាប់ទេណាធ្លាប់ទេញោមណាអាត្មាអត់ធ្លាប់ដែរទេញាតិញោមចេះតាមតែកម្ពីណាញោមណាមិនដឹងថាទឹកប្រេងល្ងហ្នឹងមានរសជាតិឆ្ងាញ់យ៉ាងម៉េចអីមិនដឹងថាល្មិចទេប្រេងល្ងហ្នឹងណាដល់ពេលនាងនឹងនឹកឃើញតែចង់ផឹកទឹកប្រេងល្ងចឹងទៅគឺទៅយកល្ងទៅយកទៅលាងទឹកឲ្យស្អាតហើយយកមកហាលដើម្បីកិនជាប្រេងណាណាក្រោយពីហាលឲ្យស្រេចបាច់ឲ្យហើយហ្នឹងគណៈហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តទៅដល់ព្រះអង្គនិមន្តទៅដល់ឃើញពុទ្ធជ្រះថ្លាមែនញោមជ្រះថ្លាណាកន្លងមកមិនធ្លាប់បានជួបពុទ្ធ
ត់មិនដែលបានថ្វាយបង្គំព្រះពុទ្ធពធព្រះសង្ឃអីទេនៅស្រុកស្រែកាត់មាត់ញ័រអីមិនដែលស្គាល់ស្អីព្រះពុទ្ធស្អីពធព្រះសង្ឃអីចឹងណាហ្នឹងមិនមែនថាសម័យនោះទេសម័យយើងបច្ចុប្បន្នពេលខ្លះហ្នឹងចង់យ៉ាប់ដែរនៅតែក្នុងព្រៃឆ្ងាយដាច់សង្វែងអីមិនងាយទេណាញោមនៅក្នុងការបំពេញសេចក្តីល្អអីមួយហ្នឹងមិនងាយទេបំពេញបុណ្យតិចតែមិនចង់ស្ដាប់ធម៌អីរឹតតែក្រងទៅទេមិនមែនងាយដូចញោមអីនៅចិត្តវត្តចិត្តអីចឹងទេដែលងាយណាស់ដែលមានឱកាសបានស្ដាប់ធម៌ដោយកម្មវិធីបុណ្យសពនឹងមួយញោមមានឱកាសបានស្ដាប់ធម៌ជាច្រើនម៉ោងណាជាច្រើនម៉ោងច្រើនថ្ងៃច្រើនអង្គច្រើនក្រែមកហ្នឹងឯងមិនងាយបែបហ្នឹងទេយកអំពីនាងស្ត្រីតាំងកហ្នឹងទៅឃើញប្រពុតជ្រះថ្លានឹងប្រពុតហើយបានរត់ទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធបានយកគ្រាប់ល្ងហ្នឹងទៅយកគ្រាប់ល្ងទៅថ្វាយព្រះសម្មាសម្ពុទ្ធណាញោមថ្វាយដោយសេចក្តីជ្រះថ្លានឹងឯងទៅហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលហើយក៏ព្រះអង្គនិមន្តទៅនាងហ្នឹងមិនអីញោមប្រពុតព្រះអង្គចេញទៅមិនទាន់ទាំងបានប្រមាណផងអូស្លាប់មែនទៅស្លាប់បាត់ទៅណាញោមស្លាប់ទៅតែស្លាប់ទៅហ្នឹងអត់បានទៅសៅនៅសេចក្តីទុកក្នុងអវិជ័យមហានរុនោះទេដោយអំណាចនៃសេចក្តីជ្រះថ្លាបានថ្វាយបង្គំនិងការប្រគេននៅក្របល្ងដល់ព្រះសម្មាសម្ពុទ្ធម្ដងប៉ុណ្ណឹងបានកំណើតជាសុខអតិសូរទេវលោកទៀតបដិស្ថាននៅក្នុងស្ថានតៅវតឹងណាញាតិញោមឋានប៉ានណាជាន់ទី2ណាដែលមានវិមានមាសកម្ពស់12យោជន៍ព្រមទាំងមានបរិវារប្រមាណជា1000នាក់ផងដែរទៀតញោមមើលអស្ចារ្យទេញាតិញោមអស្ចារ្យទេហ្នឹងក្របល្ងតែ2ក្បងហ្នឹងញោមមើលណាញាតិញោមមើលក្របល្ងតែ2ក្បងហ្នឹងអាចនាំនាងនឹងឲ្យបានកំណត់ជាសុគតិសួគ៌ទេវលោកបានចុះតម្រាំបើញោមញាតិទាំងអស់គ្នាធ្វើបុណ្យមកជីវិតមកហ្នឹងហ្នឹងតាល្មិចទៅវិញទៅញាតិញោមអាហ្នឹងគិតខ្លួនឯងទៅដឹងទេណាញោមដល់ណាតែធ្វើបុណ្យតាំងពីអាយុ10ឆ្នាំ20ឆ្នាំមកដាក់បាបប្រសង់ប្រគេនចង្ហាន់ប្រសង់រាល់តែព្រឹកហ្នឹងទៅវត្តរាល់តែសិលប្រគេនភេសជ្ជៈលោកស្ទើរតែរៀងរាល់ថ្ងៃធ្វើបុណ្យតែញឹកតែញោមអញ្ចឹងអាហ្នឹងទៅវាបុណ្យប៉ុណ្ណាទៅមិនអញ្ចឹងញាតិញោមអញ្ចឹងរឿងសេចក្តីល្អណាមួយដែលយើងបានធ្វើហើយនេះយើងកុំគិតតែវាតិចតួចឲ្យសោះណាញាតិញោមកុំគិតតែវាតិចតួចណាព្រោះបុណ្យនេះយើងមិនអាចប្រមាណបានយើងមិនអាចកំណត់ថាប៉ុណ្នេះឬប៉ុណ្ណោះឬយើងមិនអាចនិយាយថាតិចឬក៏ច្រើនបានទេណាញាតិញោមយើងមិនអាចយកបុណ្យហ្នឹងមកប្រៀបធៀបជាមួយនឹងទេយ្យទានយើងបានធ្វើហ្នឹងទេព្រោះបុណ្យវាជាធម្មជាតិមួយគេហៅថាជាអរូបិយជានាមធម៌ដែលជារបស់ដែលយើងមិនអាចមើលឃើញជារបស់ដែលយើងមិនអាចពលត្រូវបានណាញោមបុណ្យហ្នឹងណាយើងមិនអាចមើលឃើញតែបុណ្យពណ៌អីមានក្លិនយ៉ាងម៉េចទំហំយ៉ាងម៉េចអីរាងយ៉ាងម៉េចគឺថាយើងមិនអាចមើលឃើញបានទេយើងអាចមើលឃើញបានទាំងអស់មិនដូចយើងដាក់ចេកមួយស្និតមកដឹងតែចេកមួយស្និតណាណាញោមណាដាក់ទឹកក្រូចម្ដបមកគឺដឹងតែទឹកក្រូចម្ដបហ្នឹងឯងទៅទឹកក្រូចម្ដបចេកមួយស្និតហ្នឹងបើយើងមកធៀបជាមួយបុណ្យហ្នឹងគឺថាមិនអាចធៀបជាមួយបុណ្យបានទេមិនមែនបុណ្យហ្នឹងប៉ិនផ្លែចេកហ្នឹងទេណាញោមហើយក៏មិនមែនបុណ្យហ្នឹងស្មើនឹងទឹកក្រូចម្ដប2ដបហ្នឹងដែរមិនអញ្ចឹងណាកុំច្រឡំទេដល់ទៅសំបីតែយើងគ្រាន់តែបាយក្តាំងមួយដុំហ្នឹងក៏អាចញ៉ាំងសុខអតិភពឲ្យកើតឡើងដោយអំណាចនៃសេចក្តីជ្រះថ្លារបស់យើងដែរទេណាដូចនាងទុក្កតធីតាអីញាតិញោមមើលមិនតែដែរបានធ្វើបុណ្យទានមានបាយសាច់ម្ដងអីញាតិញោមទៅបាយក្តាំងប្រគេនព្រះមហាកាសបៈអីញោមធ្លាប់ស្ដាប់លោកអីមែនទេញាតិញោមអាហ្នឹងតែមកកណ្ដោកកោកអីយើងមើលព្រះបាទមន្ធាតុអីញាតិញោមញ៉ាំព្រះបាទមន្ធាតុអីញោមមើលហ្នឹងដើមផតកັບទៅជាស្រេចចក្រពតកាលពីអត្តភាពណាមួយនោះអត្តភាពមុននោះមហាសែនក្រហ្នឹងបានបាយក្របសណ្ដែកបាយយើងណាញោមចូលទៅដាក់បាតប្រសងគេមកឲ្យដាក់ទេព្រោះខ្លួនឯងវាក្របពេកនោះគេរុញចេញចង់50ម៉ែត្រ100ម៉ែត្រនោះណាគេមកឲ្យចូលទៅចិត្តទេក្រម្លឹងទៅឱកាសឲ្យអ្នកមានទ្រព្យសម្បត្តិអីដាក់បាតអីចឹងទៅដល់អញ្ចឹងក្របសណ្ដែកដែលខ្លួនកំពុងតែកាន់នឹងដៃជ្រះថ្លាពេកចូលទៅដាក់បាតបើអាចដាក់បាតបោះឡើងហ្មងញោមអធិដ្ឋានហ្មងកុំថាឡើយចូលទាំងអស់សំបីបានតែមកក្របនៅក្នុងបាតប្រធេរៈអង្គណាមួយក៏សប្បាយចិត្តដែរគឺសប្បាយចិត្តតាំងចិត្តអញ្ចឹងមិនអីញាតិញោមគាត់បោះឆ្វាយទៅតាំងចិត្តទៅដោយអំណាចព្រះសម្មាសម្ពុទ្ធអនុភាពរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គអធិដ្ឋានឲ្យគ្របសណ្ដែកចូលបាតទាំងអស់បងគ្រប់ប្រសងទាំងអស់ទៅដល់ទៅបានបាតនឹងគ្រប់ទាំងអស់មិនអីព្រះបាទមន្ទាតុសោយនៅសេចក្តីសុខគ្រប់បែបយ៉ាងទាំងអស់ញោមរហូតបានមកកើតជាស្ដេចចក្រពតនឹងទៀតដែលមានឈ្មោះថាព្រះបាទមន្ទាតុគ្រាន់តែទះដៃផងធ្លាក់ភ្លៀង7ប្រការញោមអនុភាពខ្លាំងដល់ម្លឹងញាតិញោមមើលណាយើងចង់បានអញ្ចឹងញាតិញោមចង់បានអញ្ចឹងទេញោមមកចង់បានអញ្ចឹងទេបើចង់បានខំប្រឹងធ្វើទៅទៀតពីព្រោះរបស់ហ្នឹងវាអត់មានជាកម្មសិទ្ធិរបស់អ្នកណាឯណាអ្នកណាក៏អាចធ្វើបានដែរមែនទេញោម
អ្នកណាក៏ធ្វើបានដែរវាអត់មែនជាកម្មសិទ្ធិរបស់ព្រះពុទ្ធអត់មែនជាកម្មសិទ្ធិរបស់ព្រះមហាមុគលានព្រះសារីបុត្រអីទេវាអត់មានកម្មសិទ្ធិរបស់ព្រះបាទមន្ធាតោអីដូចអាសម្ដែងមិញហ្នឹងទេអ្នកណាក៏អាចធ្វើបានដែរសុភាពបែបហ្នឹងណាញោមធ្វើបានទាំងអស់ពីព្រោះកំណើតជាទេវតាក្តីកំណើតជាទេវតាឬក៏កំណើតជាមនុស្សបានសម្រេចនៅអរិយបុគ្គលយ៉ាងម៉េចគឺសុទ្ធសឹងតែចេញពីមនុស្សលោកយើងនេះទៅតើញាតិញោមកំណើតនៅរូបប្រាអសូរកាយតិរឆាហ្នឹងក៏វាចេញពីមនុស្សលោកយើងនឹងដែរអញ្ចឹងណាញោមវាចេញពីមនុស្សយើងនឹងទាំងអស់ហ្នឹងឯងទៅអញ្ចឹងគឺយើងជាមនុស្សហ្នឹងគឺជាទីកន្លែងកសាងអញ្ចឹងណាកន្លែងដែលវិចិត្រកន្លែងដែលកែខៃច្នៃប្រឌិតជីវិតរបស់យើងទៅយ៉ាងម៉េចហ្នឹងគឺក្នុងកំណើតជាមនុស្សហ្នឹងណាញាតិញោមបើថាយើងមិនចេះកែច្នៃយើងមិនចេះតុបតែងមិនចេះ design ជីវិតរបស់យើងឲ្យបានល្អទេងាប់ទៅកើតទៅក្នុងអបាយភូមិអញ្ចឹងទៅអាហ្នឹងអញ្ចឹងណាប្រៀបបានដូចជាឈើអញ្ចឹងញាតិញោមមើលនេះញោមមើលក្រែធម្មសនៈនេះញោមគេណាវាគ្រាន់តែជាឈើមួយដើមទៅតើញាតិញោមដើមឈើមួយដើមអញ្ចឹងទៅដុះក្នុងព្រៃអីចឹងទៅដល់គេកាត់យកមកកែខៃច្នៃលិចកាត់ចេញទៅជាក្រែធម្មសនៈដ៏ប្រសើរមែនទេញាតិញោមដល់ហើយទៅសំបីតែញោមមិនទាំងហ៊ានអង្គុយផងមែនទេខ្លាចបាបតែទុកប្រកេនព្រះថេរៈទុកប្រកេនប្រសង់ទុកប្រកេនធម្មកថាអ្នកមានគុណធម៌ខ្ពស់សម្រាប់គង់អីទៅរីឯញោមនឹងជាអ្នកមានគុណធម៌ទុនទាបទុនខ្សោយចឹងអត់ហ៊ានអង្គុយទេបានត្រឹមតែខាងក្រៅមកចឹងទៅណាញោមគេណាតាមពិតឈើសោះហ្នឹងហើយបើយើងយកទៅឆ្លាក់ជាពុទ្ធរូបយើងថ្វាយអង្គមព្រានអាហ្នឹងគឺចង់សម្ដែងឲ្យឃើញថាវត្ថុអីក៏ដោយឲ្យតែយើងចេះកែខៃច្នៃប្រឌិតរៀបចំវាឲ្យទៅយ៉ាងណាវាទៅតាមយ៉ាងហ្នឹងឯងជីវិតមនុស្សយើងដូចគ្នាអញ្ចឹងញាតិញោមបើថាយើងចង់ឲ្យកំណើតអត្តភាពក្រោយបានជួបសុខសានត្រានមានយុះមានស័ក្តិមានទ្រព្យសម្បត្តិអីមានអីគ្រប់បែបយ៉ាងទាំងអស់ឬកំណត់ទេវតាយ៉ាងម៉េចអាហ្នឹងគឺយើងខិតខំប្រឹងសន្សំពីបច្ចុប្បន្នហ្នឹងទៅខិតខំប្រឹងរៀបចំដំណើរជីវិតពីបច្ចុប្បន្នហ្នឹងទៅមែនទេញាតិញោមពីព្រោះរឿងដែលយើងត្រូវបានហ្នឹងវាមិនមែនក្រោកពីដេកបានទេណាវាមិនមែនយកសពក្រោកឡើងបានទេណាហើយក៏មិនមែនស្ងាត់ស្រាប់តែមានអ្នកមានបុណ្យបារមីណាមួយហ្នឹងយកមកឲ្យយើងឯណាគឺវាបានមកដោយអំណាចនៃសេចក្តីល្អណាមួយដែលយើងបានធ្វើដោយខ្លួនឯងពីពេលណាមួយនោះណាញាតិញោមដោយអត្តភាពជាមនុស្សបច្ចុប្បន្នអញ្ចឹងញោមមានអត្តភាពជាមនុស្សនេះខ្លះមានទ្រព្យសម្បត្តិយុស័កបរិវារមានតួនាទីធំដុំក្នុងភូមិស្រុកអីចឹងណាញោមជាមេភូមិមេឃុំមេខេត្តជារដ្ឋមន្ត្រីធំនាយករដ្ឋមន្ត្រីព្រះរាជាអីញោមមើលវាមិនមែនសត្វទៅដូចគ្នាឯណាហ្នឹងហើយចុះយើងហេតុអីនៅត្រឹមតអ្នកស្រែចម្ការតូចទៀបម្លេះមិនក៏មិនបានជារដ្ឋមន្ត្រីគេទៅអាមិនបានជាចវាយខេត្តគេទៅមែនទេញោមឆ្ងល់ទេហ្នឹងហើយមិនក៏យើងវាមិនបានទៅជានាយករដ្ឋមន្ត្រីទៅជាព្រះរាជាគេទៅអាមិនបានទៅជាអ្នកស្រែលំបាកធ្វើស្រែលំបាកសងប់ចម្រុននឹងបានផលមកបានហើយលក់បានថោកអីចឹងពិបាកចិត្តសងប់ណោះញោមហ្នឹងហើយមិនក៏មិនបានដូចគេអាហ្នឹងមកពីកម្មដែលយើងបានសន្សំពីមុនមកវាបានអញ្ចឹងវារុញផលវារុញមកអញ្ចឹងទេវាអត់មាននរណាម្នាក់ទៅធ្វើឲ្យយើងបែបហ្នឹងដោយសារតែយើងខ្វះបុណ្យដល់ខ្លួនឯងអញ្ចឹងណាអ្នកខ្លះរស់នៅបានអាយុវែងរស់នៅបានអាយុខ្លីអីជាដើមអញ្ចឹងទៅទេហើយចំណុចហ្នឹងគឺសពពមាននោះបានទូសួរព្រះសម្មាសម្ពុទ្ធអំពីកម្ម7ប្រការណាញាតិញោមសួរអញ្ចឹងបើពិតព្រះអង្គដល់ចម្រើនហេតុអីហ្នឹងបើមនុស្សសត្វហ្នឹងវាមិនដូចគ្នាវាមានហេតុបច្ច័យដូចម្ដេចទៅព្រះអង្គខ្លះអាយុវែងខ្លះអាយុខ្លីអញ្ចឹងខ្លះមានខ្លះក្រខ្លះអញ្ចឹងណាញោមអាម៉េចបានវាមិនដូចគ្នាវាមានហេតុបច្ច័យខុសគ្នាយ៉ាងម៉េចបានព្រះអង្គសម្ដែងហ្នឹងតែមនីសុពពមាននោះសត្វដែលវាខុសគ្នាដោយសារធ្វើកម្មខុសគ្នាទើបវាខុសគ្នាញាតិញោមអ្នកមានដោយសារគេធ្លាប់ឲ្យទានអ្នកក្រដោយសារមិនដែលឲ្យទានអញ្ចឹងមានឬក្រអ្នកដោយសារតែការឲ្យទានឬក៏មិនឲ្យទានញាតិញោមមិនអញ្ចឹងញាតិញោមញោមអាហ្នឹងព្រះអង្គសម្ដែងទៅទាំងកម្ម7ប្រការអញ្ចឹងគួរដល់ការពិចារណាទេបានតែយើងមិនមានពេលវេលាច្រើននេះទេញាតិញោមអាត្មាបតនទៅស្រុករតនមណ្ឌលណាញោមណាហ្នឹងហើយទៅហើយនៅសព2ទៀតហ្នឹងឲ្យចប់ទៅហើយទៅទាំង2ទៀតសាប់ពេមេពេយេហ៊ីហ្នឹងគឺថាឲ្យយើងពិចារណាអញ្ចឹងថាអាត្មាអញនេះក្រោយពីស្លាប់ទៅហ្នឹងគឺត្រូវបាត់បង់នៅវត្ថុគ្រប់បែបយ៉ាងទាំងអស់វត្ថុជាទីស្រឡាញ់វត្ថុជាទីគប់ចិត្តរមិញព្រាត់ប្រាសទាំងអស់មែនទេញាតិញោមក្រោយពីយើងស្លាប់ទៅត្រូវព្រាត់ប្រាសទាំងអស់មែនទេញាតិញោមមែនទេប្តីក៏យើងព្រាត់កូនក៏យើងព្រាត់ឪពុកម្ដាយក៏ព្រាត់ដីស្រែចម្ការមាសប្រាក់កែវកងពីទូសូរកានក៏ព្រាត់មិនអញ្ចឹងនៅពេលដែលយើងស្លាប់ទៅគឺព្រាត់គ្រប់បែបយ៉ាងទាំងអស់ព្រាត់ទាំងអស់អត់មានអ្វីដែលយើងអាចយកទៅបានទេមែនទេញោមមែនទេដល់ទៅសម្បីតែចិញ្ចៀនពាក់នៅកណ្ដៃហ្នឹងចាំតែយកទៅបានតើដល់ទៅសម្បីតែវ៉ែនតាដែលយើងពាក់ដៃបេះហ្នឹងណាញោមពាក់វ៉ែនតានោះ
nè van ta pẹ nâng phơi mà đây hiện là bay nó nghe tên là chăm từ giờ từ bàn ta bên đây nhôm nè tìm phật tới cứ trâu cháu van ta nâng tiền nọ nhôm tròn bọc hòm này cho tìm phật tới cháu bọc hòm vậy nữa nè nhôm sọ soi chân tư gì vì mà ngày khát nó nhôm ô gì vì cả nó sọ gì vì tha sắt lách sách các cục bài trang này ngon sọ nó sẽ lại chân kia bên đấy nhôm nơi một chọn năng cách lách cách cao từ bên riêng bô cô khla cái tôi ai khla cái tôi chu khla máu sọ nó nhôm nơi mấy nhá là ngày ruồi kia đây khla tôi có lo khla nọt bằng bạch khla là ngày rồi vô lần sọ năng mà tên tí vòng phốt còn ta slap đã cho lo năng chạy môn kê nhôm sọ năng môn kê mong mấy này nhôm slang ấy trên kê năng từ môn kê năng ấy sọp cái đấy cứ cái bây giờ slap tới chop group giang từng ó hay viếtประตามกรรมเป็นกรรมมาสกาวมหิกรรมมาสเตยโตกรรมโยนิกรรมปอนทุกตาสัตว์ลายนั้นประตามกรรมเมียนกรรมเจริญบอกครูเมียนกรรมเจริญเผาปงเมียนกรรมเจริญกำเนิดเมียนกรรมเจริญแม่ระดอกเมียนกรรมเจริญตีระลึกไอจังเตอจังบานปองสมัยแต่ยถากรรมมั่งก็มีซ้ำแต่ปัญญาปาปะพลูปะเกียนนิริยังปาปะกรรมันตาปัญญากรรมมาจะโศกตังนาสัตว์ต่างหลายกลายเป็นปีสลับเตอร์นะญาติโยมประเมินประตามยถากรรมในโคลนบานเทอเนี่ยนาได้บานเทอบานเทออักษรกรรมประเมินเคลื่อนแต่ซอยตุกลำบากน้องนรุปราโซระกายเตะริชานเนี่ยนาได้บานสันซ้อมนึกก็ได้หล่อได้ยังหาตะกอลยานกรรมประเมินบานกับนาซอกซานตรานในครองซอกกับเตะพบซูเตอร์บโลกเมียสานจาต้มมหาริจกาเต้าบัตั้งเยี่ยเมียต้สตานนเมียนารเตยปารนมาตาภาษาปไตยเจดาวอันนั้นคือบานตามระยะกอลยานกรรมระยะบานสันซ้อมปีปัจจุบันหนึ่งเตอจังสระบานนี่โยมบานเนบานอ่อนบานเนจังบบานอนโมตนีแต่นะนังไงท่าสำได้30 ตีหลังหลานสาย10 นาทีบาตายจังปันนังแต่เจ้าญาติโยมมันบานสรบใส่กระไดในครองปฐนังจูนเต้นะโยมนังไงเต้ในซาเปเวลีออกตาหายให้นามูโยมตงอกเนี้ยก็ตรักดักบาได้พองให้ก็มันตอนบานสู้ได้จำจุบมกไงคอยจำสู้นะโยมนะนังไงจังจำแต่นั่งเดินแต่สู้ไงคอยอดแจ้นังไงอดแจ้สู้ตีนนะโยมอดแจ้สู้ตีนนังไงจังการสำได้ปฐเทศนามอกประมาณปันในแต่นักก็สอนยังสร้างกับไปณสมัตตาการสำได้ในพระสัทธรรมวิเศษเทศนามอกประมาณปันในก็สอนมัตตาบรรจบแต่ปันในเองเอวัง